ជំរាបសួរអ៊ំពូមីងលោកតាលោកយាយអ៊ំប្រុសអ៊ំស្រីអ៊ំពូមីងមួយចំនួនតែងតែសួរខ្ញុំថាក្មួយតើជំងឺលើសជាតិអាស៊ីតមានរោគសញ្ញាអ្វីខ្លះហើយជំងឺលើសជាតិអាស៊ីតមានការវិវត្តទៅជាយ៉ាងណាហើយជំងឺលើសជាតិអាស៊ីតហ្នឹងគឺអាចដោះស្រាយបានអត់បាទអញ្ចឹងអ៊ំប្រុសអ៊ំស្រីដែលចង់ដឹងអំពីបញ្ហាលើសជាតិអាស៊ីតសូមទៅស្ដាប់វីដេអូនេះអញ្ចឹងខ្ញុំមកបកស្រាយអំពីរោគសញ្ញាជំងឺលើសជាតិអាស៊ីតរោគសញ្ញាជំងឺលើសជាតិអាស៊ីតទី1ពុកម៉ែបងប្អូនភ្ញាក់ពីសម្រានមកគឺមានអារម្មណ៍ថាតឹងតាមកលាក់ដៃកលាក់ជើងស្មាបាទចុករួយពេញខ្លួនប្រាណហើយតែងមានអារម្មណ៍ថារឹងនៅតាមកញ្ញោដៃបាទស្ពឹកព្រឹកឡើងគឺស្ពឹកទី2ធ្វើឲ្យពុកម៉ែបងប្អូនមានអាការៈហើមប៉ោងនៅតាមសន្លាក់ដូចជាកញ្ញោជើងម្រាមជើងម្រាមដៃកញ្ញោដៃកញ្ញោជើងហ្នឹងគឺតាមកលាក់កំងហ្នឹងបងប្អូនមានអារម្មណ៍ថាហើមហើយមានដុំពកដែលបញ្ជាក់ថានេះគេហៅថាដុំពកនៃអាស៊ីតអញ្ចឹងបើពុកម៉ែបងប្អូនមានរោគសញ្ញាមួយទៀតដែលតាក់ទងទៅនឹងលើសជាតិអាស៊ីតមានបញ្ហាដូចជាឈឺស្ពឹកនៅតាមបាតដៃបាទស្ពឹកហើយមានអារម្មណ៍ថាក្តៅកាហាយនៅតាមបាតជើងហើយមានការចាក់ឈីបនៅតាមបាតដៃបាតជើងហ្នឹងគឺទាំងអស់នេះបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានការលើសជាតិអាស៊ីតទី3នោះគឺនៅពេលដែលពុកម៉ែបងប្អូនទទួលទានចំណីអាហារដូចជារបស់ផ្អាប់ដូចជាជ្រក់ដូចជាផ្អកដូចជាត្រពាំងឬក៏ចំណីអាហារផ្អាប់មួយចំនួនតែងតែមានការឈឺចាប់ផ្ដើមឈឺបាទមានអារម្មណ៍ថាតឹងកញ្ញោដៃកញ្ញោជើងពុកម៉ែបងប្អូនបាទហើយតែងតែមានការហើមនៅតាមក្បាលជង្គង់ឬក៏មានអារម្មណ៍ថាតឹងនៅក្បាលជង្គង់បាទទី4នៅពេលអ៊ំពូមីងបាទធ្វើចលនាមានអារម្មណ៍ថាពិបាកមែនតើគឺចុករយគឺនិយាយថាធ្ងន់ហ្មងជើងដៃហ្នឹងគឺមានអារម្មណ៍ថាធ្ងន់បាទគឺស្ពឹកអស់ហើយនិយាយរួមទៅគឺអត់មានកម្លាំងមានកំហែងទេបាទទាំងអស់នេះបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាលើសជាតិអាស៊ីតបាទអញ្ចឹងពុកម៉ែបងប្អូនអ៊ំប្រុសអ៊ំស្រីបាទដែលមានអាការៈឬក៏មានរោគសញ្ញាដែលខ្ញុំរៀបរាប់ខាងដើមវីដេអូខាងលើនេះស្រាប់ខាងដើមវីដេអូនេះសូមពុកម៉ែបងប្អូនអាចរកដំណោះស្រាយឬក៏ទំនាក់ទំនងមកខ្ញុំផ្ទាល់ខ្ញុំនឹងមានដំណោះស្រាយជូនពុកម៉ែបងប្អូនបាទតាមរយៈលេខទូរស័ព្ទនៅខាងលើវីដេអូរបស់ខ្ញុំ3ខ្សែនេះស្រាប់ឬក៏ពុកម៉ែបងប្អូនឆាតចូល page របស់ខ្ញុំបាទដែលឈ្មោះថា VHope ហើយមានលេខទូរស័ព្ទ097របស់ខ្ញុំនឹងស្រាប់ឬក៏ពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំ3ខ្សែនៅខាងលើ097 705 4848មួយខ្សែទៀត069 98 5952មួយខ្សែទៀត011 810901អញ្ចឹងបើពុកម៉ែបងប្អូនមានចម្ងល់តាក់ទងទៅនឹងបញ្ហាលើសជាតិអាស៊ីតឬក៏មានបញ្ហាលើសជាតិអាស៊ីតហើយតែងតែរកដំណោះស្រាយជាច្រើនប៉ុន្តែនៅតែមិនបានធូរសះស្បើយខ្ញុំសូមឲ្យពុកម៉ែបងប្អូនទំនាក់ទំនងដើម្បីប្រឹក្សាយោបល់ជាមួយនឹងខាងខ្ញុំបាទខ្ញុំនឹងមានដំណោះស្រាយជូនបាទខ្ញុំបាទលៀងហួចសូមអរគុណជម្រាបលា